ឃើញនៅអាហ្នឹងហើយអាហ្នឹងគឺជាចរន្តអេឡិចត្រូននឹងវាគប់គ្នាហ្នឹងហើយភ្លើងយើងប្រើដូចគ្នាដែរហ្នឹងហើយគាត់ទៅប្រាប់ថាវាមានអេឡិចត្រូនដូចគ្នាអញ្ចឹងខ្សែភ្លើងបងត្រូវសង្កេតមើលណាខ្ញុំឃើញច្រើនណាស់ប្រើខុសបាទបើបងប្អូនគិតថាវីដេអូមួយនេះជាវីដេអូដែលមានប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាសូមបងប្អូនមេត្តាជួយចុច like ជួយចុច subscribe ចែករំលែកចំណេះដឹងនេះទាំងអស់គ្នាបាទសម្រាប់នៅក្នុងប្រព័ន្ធ Facebook សូមបងប្អូនមេត្តាចូលទៅចុច like ចុច follow page ឲ្យតុងទីមហានគរផងណាបងណាបាទសម្រាប់នៅក្នុងប៉ុស្តិ៍នៅក្នុង channel របស់ YouTube របស់តុងទីមហានគរសូមបងមេត្តាជួយចុច like ជួយចុច subscribe ហើយបងចូលទៅចុចរូបកណ្ដឹងម្ដងទៀតទាំងអស់ម្ដងទៀតណាបងណាបើបងអត់ចូលទៅចុចរូបកណ្ដឹងទាំងអស់ម្ដងទៀតទេអាហ្នឹងមានន័យថាបងគ្រាន់តែ subscribe ធម្មតាទេបាទចឹងមកចុចរូបកណ្ដឹងទាំងអស់ម្ដងទៀតណាបងណាដើម្បីឲ្យខាងយើងខ្ញុំមានវីដេអូថ្មីផុសទៅវាអាចនឹងលោតចែងប្រាប់បងប្អូននៅក្នុងទូរស័ព្ទរបស់បងប្អូនបាទសូមអរគុណបាទនេះពេលនេះវីដេអូរបស់យើងក៏វែងហើយបងណាដូចបងប្អូនប្រាប់ពីខាងដើមអញ្ចឹងណាបងកាត់ទី2វគ្គកុំឲ្យលើសពីកន្លះម៉ោងណាបងណាបាទអញ្ចឹងចាំយើងចូលវគ្គទី2បន្តទៀតយើងនិយាយបន្តទៀតបន្តវិភាគបន្តទៀតបាទសូមអរគុណបាទសូមជម្រាបលាបាទ